សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះ Leo វីដេអូនេះខ្ញុំមកធ្វើ registration ហើយនេះគឺជាលេខដែលខ្ញុំត្រូវធ្វើដែលមានទី1គឺលេខ all in THT to actual 30ឥឡូវខ្ញុំចាប់ដើមចូលទៅធ្វើមកតែមុនធ្វើខ្ញុំត្រូវភ្ជាប់SA Animation SA rồi cũng bốn dạ nhung connect bà nói là lớn nhung chập đàm trái user who em án tố who em ái mà nếu cứ chia user bỏ nhóm nếu như chập đàm cho càng thì muối cứ nhóm đặt LA sát etc sẽ không chiến là siêu sam sắc nó THT này lấy IGT sẽ ETC nữa bằng hai bình chi file là không folder directory file ETCហើយសញ្ញាធំជាងនេះគឺស្មើនឹងredirect បញ្ជូនoutput ហើយ actual 30នេះជា file ដែលត្រូវរក្សាទុកអញ្ចឹងខ្ញុំចាប់ផ្ដើមចុច enter ចូលឥឡូវវាខ្ញុំបានរក្សាវាទុកហើយឥឡូវយើងចាប់ផ្ដើមបង្ហាញវាវិញឲ្យយើងប្រើ command cat actual 30.txt enter ហើយនេះគឺជាដែលយើងបានoverride វាចូលទៅក្នុង file ហ្នឹងគឺមានប៉ុណ្ណឹងហើយយើងចូល command ទី3គឺ command ទី3គឺការងារទី3ដែលយើងនេះគឺ list etcសញ្ញាដែលធំជាង2ដងហ្នឹងគឺមានន័យថាគឺ append មានន័យថា append នេះគឺយើង add បន្ថែមចុងក្រោយវាមិនហ្នឹងវាមិនលុបតន័យដែលយើងដែលមាននៅក្នុងនេះទេគឺគ្រាន់តែយើង add បន្ថែមហើយវា add បន្ថែមដែលនៅខាងក្រោមនេះអញ្ចឹង add data ដែលនៅខាងក្រោយគេអញ្ចឹងខ្ញុំចុចប៉ុណ្ណឹងហើយគឺខ្ញុំចុច enter ហើយវាប៉ុណ្ណឹងយើងចាប់ផ្ដើមcommand ទី4គឺ cat actual 30tt គឺវាមក command ច្រើនជាងមុនទៀតដែលយើង override ចូលក្នុង file តែមួយហ្នឹងហើយវានេះគឺ command ដែលយើងបាន override ហើយវីដេអូខ្ញុំក៏បានបញ្ចប់តែប៉ុណ្្នឹងដែរបាទ